ថ្ងៃនេះគឺជាថ្ងៃ15កើតខែទុតិយសាស្ត្រហើយគឺជាថ្ងៃដែលរដ្ឋបាលចូលកាន់ប្រវត្តិសាស្ត្រមានពុទ្ធបរិស័ទរួមទាំងកុមារាកុមារីប្រុសស្រីគ្រប់រូបក៏បានជាមួយជាច្រើននៅក្នុងថ្ងៃបុណ្យចូលប្រវត្តិសាស្ត្រនេះរាប់បាតប្រសង100អង្គហើយអាម៉េចបានជារាប់បាតប្រសងអ្នកខ្លះឆ្ងល់ថាចុះបើគង់តែដួសចង្ហាន់មកឆាន់ដដែលចាំមិនទៅដាក់ក្នុងបាតនោមទៅយូរឯងមិនដួសដាក់ចានមកម្ដងទៅអាត្មាថាបើវិញចង់ដដែលមិនបាច់ដួសមកនោមយូរមុនលោកទៅឆាន់នេះជាក្រានម្ដងទៅស្រួលរាប់បាតអត់ប្របាក់ទេបើលោកមាន100បាតមកទៅ100ដែលអង្គណាស្ពាយបាត2ទៀតណាញោមអញ្ចឹងរាប់បាតបើលោកមានប្រមាណបាតប៉ុណ្ណោះមានអីប្របាក់រាប់មិនបាច់ចាំទៅរាប់ក៏បានដែរចាំសួរទៅគេអ្នកណាទៅរាប់មុនគេដឹងមកប្រាប់ផ្សាយតគ្នាទៅដឹងចំនួនបាត់ហើយប៉ុន្តែអ្វីដែលយើងធ្វើនេះបើប្រសងគង់នៅមួយកន្លែងហើយយើងដើរប្រគេនដើរដាក់អានឹងគេហៅថារាប់បាតហើយបើសិនជាយើងនៅតែមួយកន្លែងលោកអ្នកនិមន្តដើរវិញគេហៅថាលោកគោចរបិណ្ឌបាតហើយអាម៉េចបានបិណ្ឌបាតថាទួនាទីអ្នកកាន់ពុទ្ធសាសនាតាំងពីដើមមកព្រះអង្គត្រាស់ដឹងឡើង